បងកូនខ្ញុំមកស្ទើគីឡូមានមនុយណាជួយបន្ថែមឲ្យគាត់រៀងឡើងគីឡូឯងបងហើយបើបបឥឡូវរៀងតលន់ណាអត់ចង់ញ៉ាំទេបងតោះអញ្ចឹងថ្ងៃនេះយើងមកសាកមនុយមួយជាមួយគ្នាដែលមនុយនេះគឺបានឆ្លងកាត់ការតេស្តពីឆេះយើងរួចរាល់ហើយនិយាយលេងនេះគឺ BA បានភ្លក់រួចរាល់ហើយមកមានទាំងអស់គ្នាគឺឆ្ងាញ់ហើយអស់ទាំងចានតែម្ដងមនុយរបស់យើងថ្ងៃនេះគឺស៊ុបត្លុងបារាំង cream cheese ដែលត្លុងបារាំងហ្នឹងគឺអាចយើងធ្វើជាអាហារជំនួសអង្គហើយក៏វាជួយឲ្យកូនឡើងគីឡូដែរនៅក្នុងត្លុងបារាំងវាមានជាតិកាបូនហៃដ្រេតអត្ថប្រយោជន៍របស់វាជួយដល់សុខភាពបេះដូងជួយដល់ប្រព័ន្ធរំលាយអាហារហើយជួយដល់ប្រព័ន្ធភាពស៊ាំនៅក្នុងត្លុងបារាំងរបស់យើងគឺសម្បូរទៅដោយវីតាមីនជាតិរ៉ែ fiber ហើយជាប្រភេទអាហារដែល low calorie ហើយនិង low sodium ផងដែរមួយវិញទៀតត្លុងបារាំងគឺជាប្រភេទអាហារម្សៅដែលសម្បូរទៅដោយកាបូនហៃដ្រេតម្សៅរបស់វានឹងក៏ជួយដល់សុខភាពពោះវៀនដែរតែរឿងដែលយើងត្រូវដឹងគឺបើសិនជាកូនយើងកំពុងក្តៀនហើយគឺយើងអាចគាត់ញ៉ាំត្លុងបារាំងទេថងចំណុចនេះមកមានទាំងអស់គ្នាមនុយផ្នែកសាច់របស់យើងគឺខ្ញុំប្រើជាប្រភេទបកាបើសិនជាកូនមកមានទាំងអស់គ្នាទៅតែញ៉ាំបកាលើកដំបូងណែនាំឲ្យដាក់តិចតួចណែនាំពីកូនអាយុ8ខែឡើងទៅតែបើសិនជាធัวមនុយនេះសម្រាប់កូនតូចមកមានទាំងអស់គ្នាអាចប្រើជាសាច់ជ្រូកឬសាច់ទ្រូងមាន់បានចំណែកម៉ាស៊ីនកិនរបស់យើងគឺដាក់បកាចូលទាំងមូលកិនអត់ដល់10វិនាទីមកមានទាំងអស់គ្នាអាចមើលសាច់បកាយើងបាននិយាយទៅគឺឡើងម៉ត់ខៃតែម្ដងខ្ញុំប្រើម៉ាស៊ីនកិនមកប្រហែលជា10គ្រឿង10ម៉ូតដែរតែម៉ូតនេះខ្ញុំឃើញថាវារៀងសុវត្ថិភាពជាងគេដោយសារជប់ខាងក្រោមវានឹងរៀងស្អិតខ្លាំងមកមានទាំងអស់គ្នាអញ្ចឹងយើងមិនបាច់បារម្ភថាខ្លាចពេលកិនទៅរបូតកែវរបូតអីជ្រូកដៃជ្រូកអីទៅបែកកែវទេតែជាទូទៅមិនដែលបែកពេលកិនទេខ្ញុំឃើញតែបែកតែពេលលាងជួនកាលលាងទៅរបូតដៃបែកកែវចំណែកគ្រឿងផ្សំរសជាតិរបស់យើងតិចតួចយើងមានដូចជាម្សៅស៊ុបទឹកស៊ីអ៊ីវម្សៅឈីសចោតបាននេះណាគឺម្សៅឈីសនៅក្នុងមនុយមួយនេះហើយមួយទៀតគឺជាប្រភេទទឹកដោះគោដែលកូនបៅវិធីធ្វើរបស់យើងគឺងាយមកមានទាំងអស់គ្នារំលីងខ្ទឹមក្រហមរបស់យើងឲ្យឈ្ងុយឲ្យរៀងទន់ឆ្អិនល្អហើយយើងដាក់លីងបកាចូលហើយមនុយមួយនេះគឺណែនាំមែនតើសម្រាប់អូនដែលគាត់ហ៊ានញ៉ាំបែបគ្រើមដោយបញ្ជាក់ឡើងអញ្ចឹងមិនប្រកាសថាត្រូវតែមានបាយមានអង្គមានបន្លែច្រើនឬក៏មានសាច់ច្រើនទៅធ្វើឲ្យកូនឡើងគីឡូឯងមកមានទាំងអស់គ្នាបើសិនជាយើងចាប់ផ្សំអាហារទៅតាមមនុយរបស់វាដឹងពីអត្ថប្រយោជន៍របស់អាហារហើយក៏អាហារនឹងជួយឲ្យកូនឡើងគីឡូដែរទោះបីតែយើងធ្វើគ្រឿងផ្សំតិចតួចអត់ច្រើនអត់សាំញ៉ាំអត់ធ្វើឲ្យកូនតលន់ម្សៅស៊ុបថ្ងៃនេះខ្ញុំប្រើជាម្សៅស៊ុបពិសេសដែលនៅក្នុងនោះវាមានតាំងពីពត្រាក្រៀមវាមានតាំងពីលម៉ាវាមានតាំងពីសារ៉ាយនិយាយទៅគឺគ្រប់គ្រឿងទាំងគ្រឿងផ្អែមទាំងគ្រឿងអីនៅក្នុងកំប៉ុងតែមួយហើយសាច់ម្សៅគឺម៉ត់ខ្លាំងមែនតើមកមានទាំងអស់គ្នាយកទៅធ្វើម្ហូបគឺវាងាយរំលាយហើយបើយកទៅប្រឡាក់សាច់វិញគឺវារលាយសពបានល្អចូលជាតិគ្នាបានល្អតិចនិចមួយទៀតសម្រាប់ម៉ាមីទាំងអស់គ្នាកុំឲ្យកូនងាយតលន់អញ្ចឹងខ្ញុំណែនាំឲ្យម៉ាមីទាំងអស់គ្នាព្យាយាមច្នៃអាហារបានច្រើនមុខឲ្យកូនឧទាហរណ៍ពេលដែលកូននៅតូចគាត់ផ្លាស់ប្ដូរមកញ៉ាំជាបែបបបរពេលដែលគាត់រៀងធំបន្តិចអញ្ចឹងយើងអាចអាសាធ្វើបបរធ្វើស៊ុបធ្វើមីធ្វើផាស្តាអីឲ្យគាត់ញ៉ាំទៅហើយការច្នៃបបរការចម្អិនបបរនោះក៏យើងច្នៃបែបផ្សេងពីគ្នាដែរតិចតួចនេះឯងទៅធ្វើឲ្យកូនរបស់យើងអត់រើសបបរឬក៏អត់រើសចំណីពេលវេលានៃការផ្ដល់អាហារឲ្យកូនក៏ផ្ដល់សារៈសំខាន់និងជះឥទ្ធិពលទៅលើរបបអាហាររបស់កូនដែរម៉ាមីខ្លះគឺគាត់ផ្ដល់របបអាហារឲ្យកូនតាមពេលវេលាដែលគាត់ទំនេរអញ្ចឹងពេលខ្លះគាត់គិតថាគាត់រវល់ចាំពេលនេះចាំឲ្យញ៉ាំចាំពេលនោះចាំឲ្យញ៉ាំមើលចាំគាត់រៀងទំនេរដៃបន្តិចចាំគាត់ធ្វើឲ្យកូនញ៉ាំឲ្យញ៉ាំដោះគោសិនការធ្វើបែបនេះគឺប៉ះពាល់មែនតើទៅលើចំណង់អាហាររបស់កូនចឹងបើសិនជាម៉ាមីទាំងអស់គ្នាមានចំណង់ផ្សេងចង់បានគ្រឿងទេសផ្សេងដូចក្នុងមនុយមួយនេះឬក៏អាហារូបត្ថម្ភផ្សេងអាចតាក់ទងមកកូនដំរីបានអរគុណសម្រាប់ការទស្សនា